អូហើយយូសួស្តីអ្នកទាំងអស់គ្នាខ្ញុំសិតប៊ីឬសលេងរបស់ខ្ញុំទីរៃអញ្ចឹងហ្នឹងខ្ញុំបន្តសេរីរឿងរបស់យើងបន្តទៀតក៏ប៉ុន្តែនឹងផ្លែបន្តិចនេះគឺជា channel ថ្មីរបស់ admin ស្គមអ្នកទាំងអស់គ្នានឹងពេញចិត្តហើយក៏កុំភ្លេចចុច subscribe បានច្រើនម្នាក់មួយពីរផងទៅហើយ comment បានច្រើនផងអូខេអរសូមតែប៉ុណ្្នឹងនោះទេជួយទៅកាន់ភាពបន្តរបស់យើងទាំងអស់គ្នាបន្តវិភាគមុនមកនឹងពេលលឺសលេងទម្លាក់កំហុសនឹងចាប់ប្រកាន់បែបនេះស្រាប់តែមានពលឺពណ៌មាសដ៏ខ្លាំងក្លាបញ្ចេញមកហុំព័ទ្ធជុំវិញខ្លួនបាយីធ្វើឲ្យសិស្សនៅក្បែរនោះឈមមើលទាំងភ្ជាប់ផ្អើលគ្របដណ្ដប់ដោយធម្មពលដ៏ក្តៅគគុកគេក៏បានចាប់ផ្ដើមដើរសម្ដៅទៅរកសលេងផ្នែករបស់គេពេលនេះគឺបញ្ចេញពលឺពណ៌មាសដោយកំហឹងហើយសួរទៅកាន់សលេងថាតើឯងត្រៀមខ្លួនរួចហើយឬនៅក្នុងការមើលឃើញមនុស្សគ្រប់គ្នាស្លាប់នៅទីនេះស្របពេលជាមួយគ្នានោះសិស្សផ្សេងទៀតក៏បានចាប់ផ្ដើមទន់ដៃទន់ជើងរលែងរួចដោយសារតែផ្សែងពុលនោះមានសិស្សម្នាក់ញ័រខ្លួនហើយលូតជង្គង់ចុះទាំងរអ៊ូថារាងកាយជ្រាយអស់កម្លាំងរលីងពេលដួលទៅលើដីគេក៏បានកលែកឃើញកំពង់ពណ៌បៃតងមួយទើបដឹងរឿងដ៏គួរឲ្យខ្លាចថាវាគឺជាម្សៅថ្នាំស្ពឹកកម្រិត B ដែលគេប្រើសម្រាប់ទប់ទល់នឹងសត្វចម្លែកកាយសាហាវពួកសិស្សឆ្ងល់ខ្លាំងណាស់ថាហេតុអីបានជាអាស៊ីលីងយករបស់នេះមកប្រើដាក់មិត្តរួមថ្នាក់ឯងអញ្ចឹងអាស៊ីលីងស្រែកប្រាប់ថាអាវុធនិងម្សៅស្ពឹកទាំងអស់នេះគឺវាត្រៀមទុកសម្រាប់ចាត់ការអាពីងពីងអាសាកសពនឹងទេហើយតាមផែនការវានឹងត្រូវចេញមុខធ្វើជាទូឯកមកជួយសង្គ្រោះអ្នកទាំងអស់គ្នាវាសម្លឹងមើលបាយីដែលកំផឹងស្អប់ខ្ពើមបំផុតហើយបន្ទោថាបាយីនឹងហើយដែលមកជាជ្រែកបំផ្លាញផែនការតិចអស់ថាហើយវាក៏បានហៅធ្នូធម្មពលដ៏ភ្លឺចែងចាំងរបស់វាមកកាន់ត្រៀមវាប្រហារទៅលើមនុស្សដែលខ្លួនឯងត្រូវមើលការខុសត្រូវសលេងទាញធ្នូតម្រង់ទៅរកបាយីបំរុងនឹងបាញ់ទៅហើយប៉ុន្តែភ្លាមនោះអ្នកគ្រូហួងដែលកំពុងរបួសធ្ងន់បានដើរមកពាំងនៅកណ្ដាលអ្នកគ្រូអង្វរសលេងថាឥឡូវឈប់នៅទាន់ទេកុំបន្តធ្វើខុសទៀតអីសលេងសម្លឹងមុនអ្នកគ្រូដែលកំហឹងហើយមិនខ្វល់នឹងសម្ដីគាត់សោះអ្នកគ្រូហួងនៅតែព្យាយាមរកលើចេញឲ្យវាដោយលំថាវាប្រហែលជាគ្រាន់តែជារឿងផ្លត់ស្នៀតលែងសត្វចម្លែកនោះដោយចេតនានោះទេហើយវាមិនមានបំណងចង់ឲ្យគ្រប់គ្នានឹងមានគ្រោះថ្នាក់ឡើយប៉ុន្តែសលេងច្រានចោលការអង្វររបស់អ្នកគ្រូហើយប្រកាសក្តីក្តែងថាអ្វីវាយឺតពេលអស់ហើយទាញត្រឡប់ទៅក្រោយមិនបាននោះទេពីចោតអ្នកគ្រូវិញថាមកចង់លួងបញ្ឆោតវាហើយក៏តម្រង់ធ្នូដាក់គាត់តែម្ដងអ្នកគ្រូហួងដែលរបួសផងនោះក៏ត្រូវបានថ្នាំស្ពឹកផងដឹងខ្លួនថាគាត់លែងមានកម្លាំងធ្វើអីបានទៀតហើយនៃបរិយាក្នុងរបស់គាត់បាយីក៏បានដឹងខ្លួនឯងថាគេក៏ចិត្តនឹងដួលសន្លប់ឬលែងរួចដោយសារថ្នាំស្ពឹកកម្រិត B ដ៏ខ្លាំងនេះដែរដែលមិនព្រមដេកចាំស្លាប់ទៅបាយីសម្រេចចិត្តធ្វើរឿងមួយដ៏សាហាវគឺគេយកកំបិតមកចាប់ផ្លូវខ្លួនឯងមួយទំហឹងដើម្បីយកការឈឺចាប់នោះមកដាស់ស្មារតីកុំឲ្យសន្លប់និងទប់ទល់នឹងថ្នាំស្ពឹកអ្នកគ្រូហួងឃើញគេចាក់ខ្លួនឯងអញ្ចឹងគឺភ័យតថត់ខ្លាំងមែនទែនប៉ុន្តែបាយីប្រាប់គាត់យ៉ាងស្ងប់ស្ងាត់ថាទង្វើរបស់សលេងពេលនេះគឺមិនអាចលើកលែងឲ្យបានទៀតទេអ្នកគ្រូបានសម្លឹងមើលគេនិយាយលែងចេញកម្លាំង adrenaline បានពុះកញ្ជ្រោលពេញខ្លួនបាយីក៏បានស្រែកដាក់សលេងថាទោះបីជាវានឹងមានលេសឬក៏គំនុំផ្ទាល់ខ្លួនអីក៏ដោយក៏ទង្វើរបស់វានេះមិនអាចអត់ទោសឲ្យបានដាច់ខាតលើបែបនេះសលេងក៏បាញ់ព្រួញធម្មពលនោះចេញមកភ្លាមការដែលឃើញមនុស្សក្នុងក្រុមតែមួយមកលួចវាប្រហារគ្នាឯងបែបនេះបានធ្វើឲ្យបាយីនឹកឃើញទៅដល់រឿងរត់ធត់កាលពីជាតិមុនដែលអាជនក្បត់នោះបានលួចក្បត់ក្រុមស្នូទេវតាដែលកំពុងឆេះឈួលបាយីស្រែកសួរសលេងថាម៉េចក៏វាហ៊ានយកអាវុធមកតម្រង់បាញ់គ្នាឯងបែបនេះដល់លបឿនលឿនដូចភ្នែកបន្ទោបាយីក៏បានវាយការវ៉ាព្រួយនោះចេញហើយស្ទុះទៅមុខសលេងភ្លាមធ្វើឲ្យសលេងនឹងគាំងស្លុតដោយសារតែលបឿនដ៏លឿននេះមុនពេលដែលសលេងអាចដឹងខ្លួនតន់បាយីបានកាប់មួយដាវយ៉ាងខ្លាំងផ្ដាច់ដៃរបស់សលេងត្រឹមស្មាធ្លាក់ទៅដីតែម្ដងសលេងស្រែកយ៉ាងខ្លាំងដោយការឈឺចាប់ផ្ទៃមុខរបស់វាប្រឡាក់ប្រមូលទៅដោយឈាមខ្លួនឯងបាយីសម្លឹងមើលវាដោយកៅភ្នែកត្រជាក់ស្រេបមិនញញើតអីបន្តិចទៅលើមុខរបស់គេក៏បានប្រឡាក់ឈាមរបស់សលេងផងដែរគេប្រកាសដាច់អហង្ការថាទង្វើក្បត់បាក់ពួកឯងគឺមិនអាចលើកលែងឲ្យបានដាច់ខាតដែលមិនទុកពេលឲ្យវាដល់ដង្ហើមតនោះទេបាយីក៏បានស្ទុះទៅកាប់បដៅទៀតចំកណ្ដាលទ្រូងសលេងពេញទំហឹងសលេងខ្ទាតទៅដីស្រែកធ្ងោព្រោះការឈឺចាប់ហើយយកដៃខ្ទប់មុខរបួសកុំឲ្យហូរឈាមវាជេរបាយីថាឈឺមនុស្សឈួតតែទឹកភ្នែកទាំងការឈឺចាប់នៅកំហឹងរបស់វាប្រឹងស្រែកទម្លាក់កំហុសថារឿងទាំងអស់នេះបាញ់មិញគឺមកពីអាបាយីទាំងអស់ឈឺរបស់សលេងបានស្រក់តក់ពីមុខដាវដ៏មុតស្រួយរបស់បាយីសម្លឹងមើលទាំងដល់ខ្សែភ្នែកមើលងាយបំផុតរួចក៏បានសួរទៅកាន់សលេងថាតើឯងលួចពួនមើលវិនិស្សកម្មដែលឯងបានបង្កើតឡើងនេះតាំងពីដើមមែនអត់សលេងងើបមុខឡើងទៅតក់ស្លុតព្រោះដឹងខ្លួនថាសន្តានកំសាករបស់វាត្រូវបានគេចាប់ថ្នាក់បានហើយបាយីបន្តវែកញែកបន្តទៀតថាវាបានត្រឹមតែឈមមើលសត្វចម្លែកដែលវាលែងនោះមកសម្រាប់គេឯងព្រោះវាហួសចិត្តពីសមត្ថភាពដែលវាអាចក្រងបានរូបភាពអតីតកាលក៏បានបញ្ជាក់ថាសម្ដីរបស់បាយីគឺពិតមែនសលេងពិតជាបានពួនញ័រខ្លួននៅ
ពីក្រោយដើមឈើដែលពីងពីងយៈនោះវាប្រហារមិត្តរួមថ្នាក់និងស្ទើរតែស៊ីអ្នកគ្រូហួងទាំងភ័យរន្ធត់ពិតមែនត្រឡប់មកបច្ចុប្បន្នវិញ Zling បានយំសោកយ៉ាងវេទនាវាសារភាពថាវាពិតជាភ័យខ្លាចមែនហើយវាក៏ដឹងខ្លួនឯងថាវាមិនអាចសម្លាប់សត្វចម្លែកដែលវាបានបញ្ចេញមកនោះទេបន្ទាប់មកវាបានអង្វរឲ្យបាយីទុកឱកាសឲ្យវាបញ្យល់បកស្រាយសិនប៉ុន្តែបាយីខ្ជិលស្ដាប់រឿងដោះសារអស់នឹងទៀតហើយគេក្រវីដាវកាប់ឈុតមាត់របស់អា Zling នឹងមួយដាវដើម្បីបិទមាត់វាកុំឲ្យនិយាយបានទៀតឈរពីលើ Zling ដែលកំពុងដេកត្រាំស្លុកឈាមបាយីចង្អុលដាវទៅរកវាស្របពេលដែលរាងកាយរបស់គេកំពុងបញ្ចេញពន្លឺពកមាសដ៏ខ្លាំងក្លាគេប្រាប់ទៅកាន់ Zling ដែលសម្លេងត្រជាក់ស្រេចថាកាលណាហ៊ានសម្រេចចិត្តធ្វើអ្វីមួយហើយត្រូវតែហ៊ានទទួលខុសត្រូវនៅផលវិបាកដែលតាមមកដោយក្តីភ័យខ្លាច Zling គិតថាបាយីគឺឈួតបាត់ទៅហើយពេលសម្លឹងចូលទៅក្នុងកែបភ្នែកដ៏ត្រជាក់និងគ្មានក្តីមេត្តារបស់បាយីវាទើបដឹងខ្លួនឯងថាវាសោះដែលជាអ្នកធ្វើរឿងឈួតនេះឡើងអ្វីដែលវាកាន់តែរន្ធត់នោះគឺវាដឹងច្បាស់ថាបាយីពិតជាមានបំណងសម្លាប់វាយកមែនដោយទឹកមុខមឹងម៉ាត់បាយីបានលើកដាវដែលកំពុងតែភ្លឺចែងចាំងនោះឡើងដើម្បីវាយផ្ដាច់ព្រាត់គេបានបញ្ចេញជំនាញកំពូលការកាត់ក្តីពីផ្លូវដែលជាក្បាច់ដ៏សាហាវសម្រាប់កំទេចធម្មពលភ្ជាប់រលឹកដឹងខ្លួនរបស់សត្រូវចោលទាំងស្រុងខ្យល់គួចធម្មពលពណ៌មាសដ៏ខ្លាំងក្លាបានផ្ទុះចេញពីដៃរបស់គេបកទៅលេបត្របាក់ Zling ដែលកំពុងស្រែកយំយ៉ាងវេទនានៅក្នុងកណ្ដាលព្យុះនៃការវាយប្រហារនោះក្រោយពីវាយមួយក្បាច់នេះហើយបាជីឈរនៅកណ្ដាលពន្លឺពណ៌មាសសម្លឹងមើលសត្រូវដែលចាញ់នៅលើដី Zling ដេកស្ដុតស្ដឹងអស់លក្ខនឹងរិទ្ធអំណាចរលីងប្រព័ន្ធមកលុបប្រាប់បញ្ជាក់ថាធម្មពលភ្ជាប់រលឹកដឹងខ្លួនរបស់វាត្រូវបានបំផ្លាញចោលជារៀងរហូតហើយវាបានត្រឹមតែដេកប្រឡាក់ឈាមលីឡំទឹកភ្នែកហើយផ្សាយអង្វរសូមឲ្យគេជួយយ៉ាងខ្សោយបំផុតពេលតបាជីហៀបនឹងកាត់សម្លាប់ Zling ចោលបំបត្តិពូជទៅហើយស្រាប់តែគេភ្ញាក់ព្រឺតពេលលើសម្លេងស្រែកយ៉ាងអស់សង្ឃឹមរបស់អ្នកគ្រូហួងគេឈប់ងក់មួយសន្ទុះព្រោះចំណាំសម្លេងអ្នកគ្រូបានអារម្មណ៍របស់គេក៏បានបដូរទៅចាប់អារម្មណ៍ពីលើគ្រោះថ្នាក់ដ៏ធំដែលកំពុងតែកើតឡើងវិញគឺពីពីសាកសពកម្រិត B ដ៏ធំសម្បើមនោះវាបានចេញមកវិញហើយក្រោកពីជាបារបួសជាសះស្បើយពេលនេះវាចាប់និស្សិតដែលគ្មានទីពឹងជាច្រើនអ្នកយកទៅទុកជាចំណីបាត់ទៅហើយឥឡូវយើងជំរាបបន្តទៀតថានឹងទៅជាយ៉ាងណាអ្នកទាំងអស់គ្នាចឹងកុំភ្លេចចុច like subscribe comment ឲ្យបានច្រើនផងទៅដើម្បីទទួលបាននូវវគ្គបន្តទៀតដែលខ្ញុំនឹងធ្វើនៅថ្ងៃមុខអញ្ចឹងណាអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ